ដំណឹងថ្មីថ្មីដំណឹងថ្មីថ្មីដំណឹងក្តៅក្តៅដំណឹងក្តៅក្តៅដំណឹងបន្ទាន់ដំណឹងបន្ទាន់បងប្អូនហើយបាទអនុញ្ញាតគ្រប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel គំនិត News សម្រាប់ព័ត៌មានថ្មីផ្លាយចម្លែកអារម្មណ៍តនហេតុការណ៍នៅព្រឹកនេះព្រឹកថ្ងៃទី27ខែឧសភាឆ្នាំ2026ខ្ញុំមានព័ត៌មានថ្មីក្តៅតនហេតុការណ៍ដើម្បីជម្រាបជូនពុកម៉ែបងប្អូនព័ត៌មានយើងគឺពាក់ព័ន្ធទៅនឹងករណីសៀមប្រកាសសន្តិបន្ទាន់បន្ទាប់ពីខេត្តចំនួន5កំពុងតែដាក់នៅក្នុងការសង្គ្រោះបន្ទាន់និងការគម្រាមកំហែងពីទឹកជំនន់យ៉ាងណាទឹកជំនន់នេះបាននឹងកំពុងហក់យ៉ាងខ្លាំងក្លាផងដែរខេត្តមហង្សុននៅប្រទេសថៃនៅវិញក៏កំពុងតែប្រកាសអាសន្នផងដែរហើយកាលពីម្សិលមិញក៏មានករណីក្នុងខេត្តមួយនៃប្រទេសថៃបាននឹងកំពុងធ្វើការជំលៀសប្រជាពលរដ្ឋជាបន្តផងដែរបាននឹងកំពុងធ្វើការជំលៀសផងដែរបាទនេះគឺជាព័ត៌មានថ្មីផ្លាយចម្លែកអារម្មណ៍ទៀតហើយសម្រាប់ប្រទេសថៃបងប្អូនណាបាទឃើញថាងាកទឹកចំនួនងាកភ្លើងចាស់ងាកខ្យល់ព្យុះអីអញ្ចឹងទៅអាហ្នឹងហើយគឺជាកម្មពីមួយដែលសៀមបានធ្វើដាក់ប្រទេសកម្ពុជារបស់យើងដែលសៀមបានធ្វើការឈ្លានពានទឹកដីកម្ពុជារបស់យើងបាទអញ្ចឹងពេលនេះពួកវាបាននឹងកំពុងទទួលភ័យបណ្ដាហើយបាទបងប្អូនយើងងាកមើលព័ត៌មានបន្តទៀតពាក់ព័ន្ធទៅនឹងរឿងរ៉ាវដែលកំពុងតែកើតឡើងនៅប្រទេសថៃដែលពេលនេះគឺគេកំពុងតែធ្វើការដាក់ខេត្តប្រមាណ5ក្នុងគ្រាអាសន្នដោយសារតែមានទឹកចំនួនខ្លាំងពេកយោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Khowshot English និងសារព័ត៌មាន The Nation ថៃបានដឹងថាព្រមមានអាសន្នបន្ទាន់ប្រទេសថៃប្រកាសឲ្យខេត្តចំនួន5បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការបាក់ដីទឹកជំនន់រហ័សឬក៏ភ្លៀងធ្លាក់យ៉ាងគំហុកភ្នាក់ងារសារព័ត៌មានថៃបានដឹងថានៅថ្ងៃទី26ខែឧសភាឆ្នាំ2026ម្សិលមិញនេះនាយកដ្ឋានឧតុនិយមរ៉ែនិងធម្មពលដែលស្ថិតក្រោមឱវាទនៃក្រសួងធនធានធម្មជាតិនិងបរិស្ថាននៃប្រទេសថៃបានចេញសេចក្តីណែនាំអំពីការអំពាវនាវជាបន្ទាន់ដល់បណ្ដាញអ្នកស្ម័គ្រចិត្តតាមដាននិងប្រមានគ្រោះមហន្តរាយធំធេងសម្រាប់ប្រជាពលរដ្ឋថៃរួមទាំងប្រជាពលរដ្ឋទូទាំងប្រទេសដែលរស់នៅក្នុងតំបន់យ៉ាងប្រថុយប្រថាននៃខេត្តចំនួន5នៅភាគខាងត្បូងនៃប្រទេសថៃឲ្យបង្កើនការយកចិត្តទុកដាក់និងត្រៀមត្រង់ស្ដាប់នៅសារព័ត៌មានរបស់ឧតុនិយមបានខ្ពស់ជាពិសេសត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះហានិភ័យដែលអាចនឹងកើតមានឡើងជាយថាហេតុតំបន់ដែលត្រូវគេថានឹងមានអាសន្ននោះគឺបានប្រមាណមានអាកាសធាតុហាក់បីដូចជាមិនគាត់ប្រសើរឡើយយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់អាជ្ញាធរបានកំណត់មុខសញ្ញាខេត្តចំនួន5ដែលអាចនឹងរងផលប៉ះពាល់ខ្លាំងជាងគេខេត្តទាំង5នោះ1ខេត្តផាំងងា2ខេត្តរយ៉ង់ខេត្តរណុង3ខេត្តកប៊ី4ខេត្តភូកេត5ខេត្តសាន់តូប្រទេសថៃអញ្ចឹងអាខេត្ត3 4 5ហ្នឹងកំពុងតែដាក់គ្រាអាសន្នហើយបងប្អូនណាបាទអញ្ចឹងបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលកំពុងតែរស់នៅដែលកំពុងតែបម្រើការងារនៅក្នុងខេត្តទាំង3ទាំង4ទាំង5ហ្នឹងគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បាទកុំប្រហែសសោះកាលណាបើយើងប្រហែសបើប្រយ័ត្នគង់ប្រហែមស្រុំហ្នឹងយើងនិចលងដែរអញ្ចឹងទៅចំណាការប្រមាននេះគឺផ្ដោតទៅលើការសំខាន់តាមការតាមដានយ៉ាងដិតដល់តាក់ទងទៅនឹងគ្រោះបាក់ដីគ្រោះទឹកជំនន់ជន់លិចយ៉ាងគំហុកគេហៅថា forest run off ឬក៏ទឹកធ្លាក់ពីលើភ្នំចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28-29ខែឧសភាឆ្នាំ2026នេះមូលហេតុចម្បងគឺដោយសារតែឥទ្ធិពលនៃសម្ពាធអាកាសធាតុដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្ទាន់ដោយក្នុងនោះកម្រិតទឹកភ្លៀងវាអាចនឹងកើនឡើងខ្ពស់រហូតដល់100មីលីម៉ែត្រក្នុងរយៈពេលត្រឹមតែ24ម៉ោងមកប៉ុណ្ណោះហានិភ័យនៃគ្រោះបាក់ដីនឹងណែនាំដល់អ្នកជំនាញសេចក្តីរាយការណ៍បន្ថែមអំពីអ្នកជំនាញបរិមាណទឹកភ្លៀងបានធ្លាក់យ៉ាងគំហុកយ៉ាងខ្លាំងក្លាច្រើនថ្ងៃជាប់គ្នាអាចធ្វើឲ្យមានទឹកលិចជន់ហូរកាត់នេះកាត់នោះពេញតំណែងជាពិសេសធ្វើឲ្យស្ទះដល់អ្នកធ្វើដំណើរតាមផ្លូវគោកផងដែរបាតុភូតនេះនៅពេលដែលរួមផ្សំជាមួយនឹងលំហូរនៃទឹកភ្លៀងខ្លាំងខ្លាយទៅជាទឹកជំនន់អាចចាប់ផ្ដើមបានយ៉ាងងាយទឹកអាចធ្លាក់មកពីតំបន់ភ្នំធ្វើឲ្យទីតាំងផ្សេងអាចឆាប់លិចលង់និងមានការបាក់ដីជាដើមបាក់ដីទ្រង់ទ្រាយធំអាជ្ញាធរបានធ្វើការណែនាំដល់ប្រជាពលរដ្ឋថៃជាពិសេសអ្នកដែលរស់នៅក្បែរតំបន់ជើងភ្នំក្បែរទឹកហូរត្រូវតាមដានការព្យាករណ៍អាកាសធាតុជាប្រចាំនិងត្រៀមរៀបចំសម្ភារៈចាំបាច់ដើម្បីជៀសវាងក្នុងការលិចលង់ឬក៏ត្រូវជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាពឲ្យបានមុនទឹកភ្លៀងមកដល់ចំពោះករណីសង្កេតឃើញថាប្រទេសថៃមួយចំនួនបាននឹងកំពុងព្យាយាមគេចវេសពីកន្លែងទឹកលិចផងដែរដោយសារតែខ្លាចស្លាប់ហើយមើលទៅយ៉ាងណាប្រជាពលរដ្ឋនៅតាមតំបន់ជើងភ្នំក៏កំពុងតែរៀបចំបង្វិចអីវ៉ាន់ផងដែរក្រែងលោទឹកនឹងអាចមកដល់នៅពេលឆាប់ខាងមុខនេះបងប្អូននេះគឺជាព័ត៌មានខ្លះៗបាទពាក់ព័ន្ធទៅនឹងករណីរឿងរ៉ាវដែលកំពុងតែកើតឡើងនៅប្រទេសថៃបាទយ៉ាងណាយើងក៏ឃើញថាថៃមិនមែនមានត្រឹម
តែប៉ុណ្ណឹងទេក៏មានព័ត៌មានខ្លះពាក់ព័ន្ធទៅនឹងអគ្គិភ័យនឹងបានឆាប់ចេះផងដែរបាទហើយពាក់ព័ន្ធទៅនឹងអគ្គិភ័យឆាប់ចេះនឹងវារឿងរ៉ាវផ្សេងហើយប៉ុន្តែពាក់ព័ន្ធទៅនឹងរឿងរ៉ាវដែលធំបំផុតនោះគឺគ្រោះទឹកចំនួននឹងតែម្ដងបាទបងប្អូនចឹងព័ត៌មានយើងសម្រាប់ព្រឹកនេះព្រឹកថ្ងៃទី27ខែឧសភាឆ្នាំ2026នេះខ្ញុំអត់មានព័ត៌មានអីថ្មីប្លែកចំណឹងទៀតទេបាទយើងមានតែប៉ុណ្្នឹងសិនឯងហើយបងប្អូនដែលមិនទាន់បានចុច Subscribe Channel កំណត់ថ្មីនេះបងប្អូនជួយចុចនៅផងដើម្បីទទួលបាននូវវីដេអូថ្មីព័ត៌មានថ្មីពី Channel ខ្ញុំបាទហើយក៏សូមអរគុណច្រើនបងប្អូនទាំងអស់ដែលតាមដានទស្សនា Channel កំណត់មួយទៀតកំណត់ធំហើយនេះកំណត់តូចបាទកំណត់ក្រោយហើយកំណត់មុនមានតែបងប្អូនហើយយើងមាន Channel 2ចេះយើងទី1យើងសកូក្នុងករណីថាបើសិនជាវាដាច់មួយយើងនៅមួយដើម្បីអាការពារអីចឹងទៅហើយបើដើមឡើយគឺខ្ញុំប្រើមានដូចជា2 Channel 3 Channel ដែរប៉ុន្តែ Channel ធំនឹងគឺត្រូវបាន YouTube វា remove ត្រូវបានវាដាច់អីចឹងទៅទាំងយើងអត់មានកំហុសសំបីតែបន្តិចសោះបាទហើយវាបានផ្ដាច់បើយើងចោលមុនទៅថៃអស់លេងហើយអត់មានបានអីវិញទេកាលណាក្នុងនាមជាអ្នកធ្វើ content ក្នុងនាមជាអ្នកធ្វើព័ត៌មានឬក៏ធ្វើវីដេអូវាអាស្រ័យទៅលើ ad អាស្រ័យទៅលើ YouTube ឲ្យថវិកាអញ្ចឹងទៅព្រោះយើងអត់មាន sponsor អីទេបើសិនជាវាដាច់មុនទៅថៃអញ្ចឹងទៀតអញ្ចឹងវាពិបាកដែរបាទនឹងថាយើងត្រូវរកអីទេបាទអញ្ចឹងហើយបិណ្ឌយើងពេលនេះក៏យើងមានតែការសកួរ channel ខ្លះដើម្បីក្នុងករណីថាដាច់មួយនៅមួយដើម្បីផ្ដល់ព័ត៌មានថ្មីជូនបងប្អូននៅពេលក្រោយអីចឹងទៅបងប្អូនអញ្ចឹងព័ត៌មានយើងនៅក្នុងថ្ងៃនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនចុះអរគុណច្រើនសម្រាប់ការតាមដានទស្សនាពីដើមដល់ចប់សូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ